ថ្ងៃនេះធ្វើស៊ុបគុយទាវប្រហិតសាច់គោនេះសាច់គោហើយនឹងនេះឆ្អឹងយើងស្រស់ដើម្បីឲ្យបាត់ឆ្អាបស្រស់វាចោលមួយទឹករួចហើយទើបយកទៅលាងយើងទុកឲ្យពុះប្រហែលជា10មីនិតហើយលាងទឹកនឹងចាក់ចោលរួចហើយបានយើងដាក់ទឹកថ្មីហើយយកទៅសាច់នឹងទៅលាងឲ្យស្អាតឲ្យអស់ពុះទើបយើងយកមកដាក់ស្ងោរម្ដងទៀតហាត់ស្រស់ឆ្អឹងគោស្រស់ឆ្អឹងឲ្យហើយដាក់ស្លឹកក្រូចដាក់ស្លឹកគ្រៃគ្រឿងឲ្យបាត់ឆ្អាបហើយដាក់អំបិលបន្តិចពុះស្រស់ឲ្យហើយយើងដាំទឹកសកួរសម្រាប់លាងឆ្អឹងហើយបានទឹកនេះចាក់ចូលតែម្ដងមកងាស់វាឲ្យបានប្រហែលជា10មីនិតរួចហើយយកទៅលាងចេញស្លឹកខ្ទឹមជីសណ្តែកបណ្ដុះទូកកនេះសល់បន្តិចem là ken nữa là đại trường máu rồi ឥឡូវរបស់យើងវាល្មមហើយប្រហែលទង10មីនិតហើយដូច្នេះវីដេអូនេះបញ្ចប់ត្រឹមនឹងសិនចុះហើយចាំចាក់សាច់បន្តថតម្ដងទៀតអរគុណទាំងអស់គ្នា